មើលដែរ is okay ក៏ប៉ុន្តែចំពោះអ្នកទាំងអស់គ្នាវិញអត់ដឹងមិនដែរបើសិនជាល្អមើលឬក៏មិនល្អមើលកុំភ្លេចជួយ comment មកខាងក្រោមមកដើម្បីស្រួល admin រកមើលរឿងផ្សេងសម្រាប់ឲ្យតែរឿងមួយនេះផងដែរនិយាយអំពីការលេង game នៅក្នុងពិភព VR technology អញ្ចឹងហើយពួក game VR technology អស់ហ្នឹងគឺគេតែងតែហៅរបៀប game កាកាអីចឹងទៅតួអង្គប្រុសរបស់យើងអីហ្នឹងគឺចូលចិត្តលេង game អាកាកាអស់ហ្នឹងឲ្យឈ្នះឬក៏ឲ្យអស់ story វាអីចឹងទៅហើយបន្តមកទៀតគាត់ក៏បានសាកល្បងទទួលបានបទពិសោធន៍ថ្មីជាមួយនឹង game SLF មួយនេះហើយគាត់ក៏ជក់លេងនៅក្នុង game ហ្នឹងបណ្ដោយហើយមកឥឡូវដើម្បីចង់ដឹងថារឿងហ្នឹងវាសាច់រឿងយ៉ាងណាខ្លះនោះសូមអញ្ជើញមកតាមដានទស្សនាជាមួយនឹង admin ទាំងអស់គ្នាផ្ដើមសាច់រឿងមកយើងក៏ឃើញនារីសក់ពណ៌លឿងម្នាក់ស្រែកសរសើរទៅកាន់តួអង្គប្រុសម្នាក់នេះដែលពាក់ស្រោមមុខពណ៌ក្រហមហ្នឹងថាលយខ្លាំងដែលអាចវាយឈ្នះ Evil God អីចឹងទៅហើយបន្ទាប់មកបរិមម្នាក់ហ្នឹងអសុកសុកក៏ស្រាប់តែបែរមកទាត់កញ្ញាម្នាក់ហ្នឹងមកជើងឡើងបោមុខខ្ទេចតែម្ដងបន្ទាប់មកក្នុង game ហ្នឹងក៏បានបញ្ជាក់ថាឥឡូវហ្នឹងយើងលេងឈ្នះ game មួយហ្នឹងហើយតួអង្គប្រុសរបស់យើងនៅផ្នែកខាងក្រៅកំពុងតែពាក់ VR លេង game ហ្នឹងក៏ស្រែកសប្បាយចិត្តដូចគ្នាថាទីបំផុតអាចឈ្នះអា game កាកាហ្នឹងបានហើយនៅក្នុងពិភពលោកមួយហ្នឹងសម្បូរ game លេងច្រើនខ្លាំងណាស់ game ខ្លះហ្នឹងវាគុណភាពខ្លាំងពេកនិយាយទៅអ្នកខ្លះហ្នឹងអត់មានសមត្ថភាពអាចលេងជាមួយនឹង game ហ្នឹងបានទេចំណែក game កាកាផ្សេងទៀតមិនសូវជាមានណាគេលេងនោះទេក៏ប៉ុន្តែនៅតែមានមនុស្សយាន game មួយចំនួនដូចជាតួអង្គឯកប្រុសរបស់យើងអញ្ចឹងនៅតែតាមលេងពួកវារហូតដល់ចប់អស់លេងហើយម្នាក់នេះគឺជាតួអង្គឯកប្រុសរបស់យើងឈ្មោះថា Rakuro នឹងឯងដែលគាត់ហ្នឹងគឺជាក្មេងវិទ្យាល័យថ្នាក់ទី11ម្នាក់ឥឡូវហ្នឹងក៏កំពុងតែរនឹកមើលថា game កាកាណាទៀតដែលគាត់គួរលេងហើយរហស្សនាមគាត់ដែលខ្សែសាច់រឿងបានដាក់ឲ្យហ្នឹងគឺអ្នកប្រមាញ់ game កាកាដល់មកចេញពីផ្ទះទៅសាលារៀនទៅអីហើយឃើញមេអំបៅរបស់ម៉ាក់វាហ្នឹងហើយចេញទៅក្រៅមួយក៏បានប្រាប់ម៉ាក់របស់វាថាមេអំបៅម៉ាក់ឯងហ្នឹងហើយចេញក្រៅមួយហើយបន្ទាប់មកគេក៏បានដើរចេញក្រៅទៅមកដល់សាលាដើរកន្លែង hallway ហ្នឹងក៏មាននារីម្នាក់កំពុងតែពួនចាំនៅកន្លែងជញ្ជាំងម្ខាងទៀតចាំស្ទះនិយាយគ្នាជាមួយនឹង Rakuro ពេលដែល Rakuro ដើរមកដល់ក៏មានបាស្ទះនិយាយគ្នាជាមួយនឹង Rakuro ណាស្រាប់តែមិត្តភ័ក្តិរបស់គាត់ហ្នឹងបានមកស្ទះនិយាយគ្នាជាមួយនឹងគាត់មុនបានអញ្ចឹងទៅអត់លិតដដែលតមកសាច់រឿងក៏បានបង្ហាញឲ្យឃើញនៅកន្លែងហាងលក់ game នេះមួយកញ្ញាម្ចាស់ហាងហ្នឹងគឺឈ្មោះថា Mana គាត់មើលទៅឡើងនិយាយទៅក៏ឃើញថាថ្ងៃស្អែកហ្នឹងគឺជាវិស្សមការរដូវក្តៅហើយបន្ទាប់មកកញ្ញាដែលចាំស្ទះផ្លូវតួអង្គឯកប្រុសរបស់យើងនោះក៏បានដើរចូលមកកន្លែងហ្នឹងហើយគាត់ហ្នឹងហើយគឺឈ្មោះថា Rei Saiga ហើយបន្ទាប់មក Mana San ជាមួយនឹង Rei Saiga ហ្នឹងគឺទៅគ្នាខ្លាំងមែនតើនៅក្នុងហាងហ្នឹង Mana San ហ្នឹងគាត់ក៏ដឹងផងដែរថា Rei លងស្រឡាញ់ជាមួយនឹងតួអង្គឯកប្រុសរបស់យើងប្រាប់ទៅកាន់ Rei ថាថ្ងៃហ្នឹងតួអង្គប្រុសរបស់យើងហ្នឹងអត់មកទេ Rei ហ្នឹងអៀនខ្លាំងមែនតើមកឡើងក្រហមប្រាប់ថាបានរកមើលអាប៉ែហ្នឹងទេក៏ប៉ុន្តែនៅតែមិនអាចលាក់ Mana San បានដែរដោយសារតែគាត់ហ្នឹងមានបទពិសោធន៍ជ្រាលជ្រៅខ្លាំងមែនតើមកឈរនិយាយគ្នានៅកន្លែងទទួលភ្ញៀវហ្នឹង Mana San ក៏បាននិយាយប្រាប់ទៅកាន់ Rei ថាឥឡូវហ្នឹងតួអង្គឯកប្រុសរបស់យើង Rakuro ហ្នឹងក៏អត់ទាន់មកទិញ game ថ្មីនោះទេដោយសារតែការពីលើមុនហ្នឹងគាត់ទិញ game កាកមួយធំយកទៅលេងហើយ game ហ្នឹងពិបាកលេងខ្លាំងណាស់មិនងាយឈ្នះពួកវានោះទេមានបាក់មានអីពេញហ្នឹងឡើងគៀងហ្មង game ពេញនោះស្រាប់តែ Rakuro ហ្នឹងក៏បានដើរចូលមកក្នុងហាងហ្នឹង Mana ងាកមើលទៅកាន់តួអង្គឯកស្រីទៅក៏បានមុខកញ្ញាម្នាក់ហ្នឹងបានដល់ចេះទៅក៏ឈរនិយាយគ្នាជាមួយនឹង Rakuro សិនទៅ Rakuro ក៏រៀបរាប់ប្រាប់ថា game ហ្នឹងមិនខ្លាំងចឹងទៅនិយាយថាសប្បាយលេងខ្លាំងមែនទែនក៏ប៉ុន្តែនៅក្នុង game ហ្នឹងក៏តុកសិចខ្លាំងដែរជាមួយនឹងកញ្ញាសក់ពណ៌លឿងហ្នឹងធ្វើនេះធ្វើនោះស្លាប់គេស្លាប់ឯងពេញហ្នឹងក៏ប៉ុន្តែចុងក្រោយកញ្ញាហ្នឹងគឺជា final boss ហើយនៅពេលដែលឈុតឆាកចុងក្រោយហ្នឹងខឹងជាមួយនឹងកញ្ញាហ្នឹងខ្លាំងពេកហើយកញ្ញាហ្នឹងគឺជា villain ផងវាយកញ្ញាហ្នឹងឡើងទួសាច់និយាយថាសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលកម្ចាត់ villain នឹងលេងឈ្នះ game ហ្នឹងទៅអ៊ីម៉ាណាសាហ្នឹងគាត់នៅពេលដែលឃើញក្មេងញៀន game ហើយនិយាយថារៀបរាប់សប្បាយអញ្ចឹងគាត់ក៏សប្បាយចិត្តជាមួយដែរអញ្ចឹងទៅគាត់ក៏ចាប់ផ្ដើម recommend game ណាគុណភាពឲ្យ Rakuro ហ្នឹងសាកលេងម្ដងមើលកុំលេងតែ game កាកាខ្លាំងពេកហើយ game ដែល recommend មកលេងហ្នឹងគឺជា game online មួយដែលជា full drive VR set តែម្ដងហើយ game ហ្នឹងគឺមានឈ្មោះថា Shangri-La Frontier ដែលគឺជាចំណងជើងរឿងរបស់យើងនឹងតែម្ដង game ហ្នឹងទៀតសោតគឺមាន player online ដល់ទៅ30លានអ្នកឯណោះគ្រាន់តែអ្នកលេងដល់ចឹងទៅវាគឺជាប្រភេទ worldwide game មួយដែលផ្សាយធំខ្លាំងមែនទែននៅក្នុងស្រុកជប៉ុន Rakuro នៅពេលដែលឃើញពី game ហ្នឹងមួយភ្លាមហើយក៏ចាប់ផ្ដើមភាំងស្មារតីតែម្ដងដោយសារតែខ្លួនហ្នឹងមិនដែលលេង game ណាគុណភាពទេលេងតែ game កាកាតាំងពីដើមមកតែ game ហ្នឹងមកបានហើយទៅដល់ផ្ទះក៏អានពីអារឿងសម្រាយសង្ខេបខ្លះៗអំពី game មួយហ្នឹងថាវាណែនាំលេងមិនខ្លះអញ្ចឹងទៅសាច់រឿងរបស់វាអីជាដើមបន្ទាប់មកខ្លួនក៏បាន download memory ហ្នឹងចូលទៅកាន់ម៉ាស៊ីនទូ game របស់ខ្លួននិងពាក់ VR បន្ទាប់មក VR ហ្នឹងក៏បាន scan ភ្នែករបស់ Rakuro និងចូលទៅកាន់ពិភព game មួយហ្នឹងតែម្ដងចូល game ហ្នឹងមកភ្លាមខាង game ហ្នឹងគេក៏បានរៀបចំឲ្យ Rakuro ហ្នឹងតុបតែងតួអង្គរបស់គេដែលជាតួអង្គ avatar នៅក្នុង game ហើយមុនរវល់នឹងចាប់ផ្ដើមហ្នឹងក៏រៀបរាប់ពីប្រភេទការងារនិងតួអង្គឈ្មោះនៅក្នុងហ្នឹងអីចឹងទៅបន្ទាប់មកក៏ចាប់ផ្ដើមរៀងរើនិងកៅអៅមុខមាត់របស់តួអង្គគិតចុះគិតឡើងក៏បានរៀបចំ design ចេញតួអង្គហ្នឹងស្លៀកខោខ្លីនិងក្បាលពាក់ក្បាលសត្វតែម្ដងការតុបតែងខ្លួនតួអង្គរបស់ Rakuro ហ្នឹងគឺដោយសារតែគាត់ចូលចិត្តអារបៀបឡប់អញ្ចឹងអាក្រោះអាវអីរបស់តួអង្គហ្នឹងគឺគាត់លក់យកលុយចាយអស់លេងឈ្មោះ avatar នៅក្នុង game ហ្នឹងក៏គាត់ដាក់ឈ្មោះពេញរបស់គាត់ដែរគឺគាត់ដាក់ឈ្មោះថា Sanraku បន្ទាប់មកខាង game ហ្នឹងក៏បានណែនាំឲ្យតួអង្គប្រុសរបស់យើងហ្នឹងចាប់ផ្ដើមសង្ងំដេកបងទៅហើយបន្ទាប់មកការលេង game របស់គេហ្នឹងក៏បានចាប់ផ្ដើមនៅក្នុងពិភព
ប VR เกมនឹងតែម្ដងចូលទៅដល់ក្នុងเกมសានរ៉ាគឺនឹងក៏បានកម្រើខ្លួនចោះឡើងនិយាយពីថាស្រួលខ្លួនខ្លាំងមែនតើនៅពេលដែលបានលេងเกมគុណភាពអញ្ចឹងហក់ឡើងដើមឈើមើលទិដ្ឋភាពអីឡើងពេញហ្នឹងនិយាយពីថាពិភពលោកនៅក្នុងเกม SLF ហ្នឹងធំខ្លាំងយកទៅមែនតើបើមើល map ដើម្បីមើលទីតាំងថាទៅណាទៅណីក៏អត់មានឃើញដូចជាមានការបរៀនលេងเกมចាប់ផ្ដើមពីចំណុចណាទៅណាសោះមូលហេតុហ្នឹងគឺដោយសារតែ Rakuro គឺគាត់រៀបចំប្រភេទតួអង្គហ្នឹងគឺជាអ្នកដើរផ្សងព្រេងដែលគ្មានទិសដៅtừតំបន់អីចឹងទៅក៏គ្មានពីណាគេបង្រៀនលេងเกมនៅក្នុងហ្នឹងដែរដោយមិនដឹងថាគូទៅណាទៅណីមើល map ចោះឡើងក៏ឃើញទីក្រុងមួយដែលឈ្មោះថា First Tier នៅកន្លែងហ្នឹងគាត់ក៏បានធ្វើដំណើរទៅកន្លែងហ្នឹងទៅតាមផ្លូវដើរទៅក្រុងហ្នឹងក៏ check មើល status របស់ខ្លួនឃើញថា level របស់គាត់ហ្នឹងគឺនៅ level 1ហើយឈាមរបស់គាត់ហ្នឹងគឺមាន30ដោយសារតែគាត់ហ្នឹងដោះ defense ដោះអីចេញស្លៀកតែខោខ្លីដល់ចឹងទៅ defense របស់គាត់ហ្នឹងក៏មិនសូវខ្លាំងដូចគ្នាកំពុងតែដើរសពហ្នឹងក៏ស្រាប់តែមាន goblin មួយងើបចេញពីកំពតព្រៃហក់មកកាប់គាត់យកមួយទំហឹងតែម្ដងសានរ៉ាគឺក៏បានគេចផុតបន្ទាប់មកក៏បានជប់ដាវភ្លោះតូចមួយរបស់គាត់ហ្នឹងយកមកកាប់គ្នាជាមួយនឹង goblin ហ្នឹងទៅបន្ទាប់មក goblin ហ្នឹងក៏បានងាប់បាត់ហើយ level របស់គាត់ហ្នឹងក៏បានឡើងទៅ level 2ហើយទាំង claim បានអាវុធដែលជាពូថៅរបស់ goblin ហ្នឹងយកមកប្រើប្រាស់ទៀតផងក៏តែប្រើប្រាស់បានយូរនោះទេដោយសារតែ level ពូថៅហ្នឹងវានៅខ្សោយនិងតូចខ្លាំងពេកមិនទាន់នឹងបានប្រមាណផងគាត់ក៏ឃើញមាននៅកន្លែងព្រៃកំពតហ្នឹងវាកម្រើក្រឹកអីទៀតហើយកំពុងតែប្រយ័ត្នខ្លួននិងជប់អាវុធទាំងពីររបស់គាត់យកមកប្រើប្រាស់ទៀតហើយបន្ទាប់មកទន្សាយភ្នែកក្រហមមួយក៏បានប្រើប្រាស់អាវុធឡើងក្រហមប្រាស់តែម្ដងហក់មកចាក់គាត់គេចផុតទន្សាយមួយហ្នឹងក៏បានចាក់ទៅកន្លែងដើមឈើមួយហ្នឹងឡើងផ្ទុះ3ខ្ទេចតែម្ដងហើយវាក៏បានរត់មកចាក់សម្លាប់សានរ៉ាគឺម្ដងទៀតក៏ប៉ុន្តែសានរ៉ាគឺប្លុកជាប់និងបានយកកំពិតមួយទៀតចាក់វាសម្លាប់ចោលបន្ទាប់មក level របស់គាត់ហ្នឹងក៏ឡើងទៅ level 4តែម្ដងចេញឯក្រង់មកមួយប្រាប់ថាគាត់អាចប្រើប្រាស់ skill ផ្សេងឬក៏ក្បាច់វាយយកទៅប្រើប្រាស់ជាមួយនឹងអាការប្រយុទ្ធគ្នាជាមួយនឹងពួកសត្វហ្នឹងមើលទៅ game មួយនេះវា smooth ស្រួលលេងហើយថែមទាំងមាន skill អីផ្សេងទៀតសមត្ថភាពអីផ្សេងដែលយើងមានស្រាប់ហ្នឹងយើងអាចប្រើប្រាស់នៅក្នុងហ្នឹងបានបើសិនជាចង់ឲ្យខ្លាំងយើងអាចទិញ ability ឬក៏ដើរវាយសត្វអីចឹងទៅធ្វើយើងនឹងខ្លាំងលើកដើមវិញចឹងណាក៏ប៉ុន្តែគាត់នៅតែស្ដាយអាវុធពួកក្រហមបាញ់វិញអត់យកមកប្រើប្រាស់បាននៅពេលដែលសម្រាប់អាសត្វទន្សាយនឹងហើយសារគឺក៏ចាប់ផ្ដើមភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលឃើញថាលេង game មួយថ្ងៃដោយអត់មានជួបបាក់ជួបអីបន្តិចសោះកាលពីលេង game កាពីលើកមុនហ្នឹងនិយាយថាជួបបាក់អីឡើងពេញហ្នឹងវាយសត្វក៏អត់ងាប់ដើរក៏ធ្លុះជាងនិយាយទៅវេទនាបដាលេង game គ្មានបាក់គ្មានអីចឹងទៅគឺសប្បាយចិត្តខ្លាំងយកតែមែនទែនចឹងទៅគេក៏ចាប់ផ្ដើមបន្តដំណើរ adventure វាយសត្វវាយអីឡើងពេញហ្នឹងទៀតទៅដើម្បី level របស់គេឡើងក៏ដូចជាចង់បានអាវុធរបស់អាសត្វទន្សាយមិញផងដែរវាយសត្វបានមួយសន្ទុះក៏មកជួបគ្នាជាមួយនឹងអាជ្រូកជាក់នេះមួយកាប់អាជ្រូកជាក់មួយហ្នឹងតែម្ដងទេងាប់អស់ហើយបន្ទាប់មកគាត់ក៏ឃើញថា level របស់គាត់ហ្នឹងឡើងទៅដល់ level 12ហើយគាត់ក៏បានអាវុធក្រហមមួយនេះដែរដែលឈ្មោះថា Warpal Chopper ហើយគាត់ក៏មាន skill 4ដែលទើបតែនឹងចេះផងដែរដែលទទួលបានពីការវាយសត្វអំបញ្ញវិញហ្នឹងបើមើល map ទៅក៏ឃើញថាខ្លួនហ្នឹងធ្វើដំណើរមកឆ្ងាយពីទីក្រុងទី1បាត់ហើយមិនទាន់នឹងបានទៅដល់ផងដល់ចេះទៅគាត់ក៏រកថាធ្វើដំណើរទៅកាន់ទីក្រុងទី2មកទៅដោយឆ្លងកាត់អាស្ពានមួយនេះសត្វនៅតំបន់ទីក្រុងទី1ហ្នឹងគឺវារៀងខ្សោយខ្លាំងពេកឡើង level ហ្នឹងរៀង slow ចេះទៅគាត់ក៏សម្រេចចិត្តថាទៅទី2មកទៅដើរទៅដល់កន្លែងស្ពានហ្នឹងក៏ឃើញពស់មួយយក្សដែលកំពុងតែយាមស្ពានមួយហ្នឹងឲ្យណាគេឆ្លងសានរ៉ាគឺរបស់យើងហ្នឹងក៏គ្មាន back down ឬក៏រារែកអីបន្តិចទេគឺសម្រុកចូលវាយជាមួយនឹងអាសត្វពស់ហ្នឹងតែម្ដងដើម្បីឲ្យឡើង level លឿនក៏ដូចជាធ្វើដំណើរទៅកាន់ទីក្រុងទី2ផងដែរបន្ទាប់មកសាយរឿងក៏បានបង្ហាញឲ្យឃើញឈុតឆាននៅកន្លែងទីក្រុងទី1ដែលឈ្មោះថា First Tier ហ្នឹងក៏មាន player មួយដែលមានអាក្រោះធំយកតែមែនតែនតួអង្គនៅក្នុង game មួយហ្នឹងគឺជាអ្នកលេងដែលជាតួអង្គស្រីតាមស្កាត់តួអង្គប្រុសរបស់យើងរកនិយាយគ្នាកាលពី episode ទី1នោះអីគាត់មកហ្នឹងដើម្បីរកមើលតួអង្គប្រុសរបស់យើងផងដែរព្រោះថាអ្នកដែលចូលលេង game ហ្នឹងដំបូងគឺមកទីក្រុងទី1ហ្នឹងហើយប៉ុន្តែចម្លែកមែនតែនលើកនេះមកទីក្រុងលើកទី1ហ្នឹងគឺគ្មានឃើញ player ណាថ្មីមកលេងសោះបើភ្នែកឡើងពីដេកចេញពី game ហ្នឹងវិញក៏គិតថាប្រហែលជាគ្រាន់តែខកខានបានជួបគ្នាមើលទៅចាំមើលលើក្រោយចាំរកទៀតមើលឥឡូវនេះយើងមកមើលឈុតឆាតួអង្គប្រុសរបស់យើងសានរ៉ាគូហ្នឹងក៏បានមកវាយគ្នាជាមួយនឹងអាពស់យក្សមួយនេះរត់សម្រុកចូលវាយគ្នាជាមួយនឹងពស់ហ្នឹងហើយក៏បានប្រើប្រាស់ skill tap step លោតទៅពីមួយកន្លែងទៅមួយកន្លែងដើម្បីកុំឲ្យអាពស់មួយហ្នឹងចឹកឬក៏វាយគាត់បានអីចឹងណាបន្ទាប់មកគាត់ក៏បានឆ្លៀតឱកាសសម្រុកចូលទៅកន្លែងពស់មួយហ្នឹងនិងយកកំបិតភ្លោះរបស់គាត់ទៅចាក់ពស់ហ្នឹងតែម្ដងប៉ុន្តែស្បែករបស់ពស់មួយហ្នឹងវាមាំខ្លាំងយកមែនតែនដើរដែលសានរ៉ាគឺយកទៅចាក់ហ្នឹងបានបាក់ខ្ទេចអស់រលីងអញ្ចឹងទៅសានរ៉ាគឺក៏បានយកអាវុធថ្មីរបស់គាត់ដែលជាអាវុធភ្លោះដាវពណ៌ក្រហមយកមកកាប់គ្នាជាមួយនឹងអាពស់មួយហ្នឹងបន្ទាប់មកពស់ហ្នឹងក៏បានខ្ជាក់ពឹសរបស់វាព្រោះឡើងពេញខ្លួនរបស់សានរ៉ាគឺឈាមរបស់គេក៏បានចាប់ផ្ដើមស្រោបម្ដងបន្តិចមើលទៅដូចជាសល់ពេលតែ4នាទីនោះទេបើសិនជាមិនកំចាត់អាពស់ហ្នឹងទាន់ខ្លួនប្រកាសជាស្លាប់ជាមិនខានអញ្ចឹងទៅសានរ៉ាគឺក៏បានសម្រុកចូលវាយគ្នាជាមួយនឹងអាពស់ហ្នឹងតែម្ដងតាមបទពិសោធន៍ធ្លាប់វាយគ្នាជាមួយនឹងអាសត្វទន្សាយអំបញ្ញមិញហ្នឹងក៏ដឹងថាពួកសត្វអស់ហ្នឹងដូចជាមានចំណុចខ្សោយអីមួយតាមមើលទៅពស់នេះស្បែករបស់វាក្រាស់ក្បាលរបស់វាហ្នឹងហើយមើលទៅដែលជាចំណុចខ្សោយក៏ហក់ទៅកាប់ទៅក៏ប៉ុន្តែក្បាលរបស់វានៅតែរឹងដដែលអញ្ចឹងទៅគាត់ក៏នឹកឃើញថាប្រើប្រាស់ skill screw pierce របស់គាត់ទៅចាក់អាពស់ហ្នឹងទៅនៅពេលដែលចាក់ហើយក៏ឃើញថាខ្លួនរបស់វាហ្នឹងមានរបួសពិតមែន
គាត់ក៏នៅតែបន្តចាក់រហូតដល់ឈាមរបស់វាអស់អញ្ចឹងទៅក៏ប៉ុន្តែមានអ្នកណាចាក់ចោះចាក់ឡានហ្នឹងពូមួយហ្នឹងក៏បានគ្រប់វាកន្ទុយរបស់វាប៉ើងឲ្យសានរ៉ាគឺនឹងឡើងទៅលើគេចុះមកក្រោមហ្នឹងក៏ឃើញថាពូមួយហ្នឹងរៀបខ្លួនយ៉ាងស្រេចដើម្បីចាំហក់ស៊ីគាត់នឹងស្មានថាងាប់ហើយតាក៏ប៉ុន្តែមានអ្នកណាគាត់ក៏បានប្រើប្រាស់ skill flash counter កាប់ទៅកាន់អាពូមួយហ្នឹងបន្ទាប់មកគាត់ក៏បានប្រើប្រាស់ skill screw peer ចាក់ទៅកាន់ក្បាលរបស់ពូមួយហ្នឹងឲ្យវាងាប់និងរលាយខ្លួននៅកន្លែងហ្នឹងបាត់ទៅវាយគ្នាចាប់ level របស់សានរ៉ាគឺនឹងក៏បានឡើងទៅកាន់ level 14និងទទួលបាន item ថ្មីពីរផងដែរគឺសក់ពណ៌សមួយនិងស្រកាពស់ថ្លាន់នឹងមួយកំពុងតែសប្បាយចិត្តចោះឡើងក៏ឮសំឡេង alert ចេញមកក៏ឃើញថាឈាមរបស់ខ្លួននឹងចិត្តអស់ហើយខ្លួនក៏ភ័យខ្លាំងយកទៅមែនតែនរត់សម្រុកទៅកាន់ town ដើម្បីរកមើលថ្នាំបន្សាបបង្ក្រាបពើមួយហ្នឹងក៏ប៉ុន្តែមិនដឹងថាហាងគេលក់នៅណានៃនោះទេអត់មានពេល check អីញញ៉ៃច្រើនទេក៏ចាប់ផ្ដើមរត់យកមួយតែម្ដងទៅមកមើលឈុតឆាននៅកន្លែង town នេះវិញក៏មានគូស្នេហ៍មួយគូនេះមិនមែនជាគូស្នេហ៍មកទេគាត់តែមកស្រឡាញ់គ្នាអញ្ចឹងណាហើយខាងប្រុសនោះគឺឈ្មោះ Richie ហើយខាងស្រីនោះគឺឈ្មោះ Tamia ខាងប្រុសនោះសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលលបួងខាងស្រីមកលេងហ្គេមជាមួយគ្នាអញ្ចឹងបានហើយចេះទៅទាំងពីរក៏សាសងគ្នានៅកន្លែងហ្នឹងអីចឹងទៅឮសលេងរបស់សានរ៉ាគឺរត់មកហ្នឹងខាងស្រីក៏គិតថាវាជាបិសាចទាញធ្នូចេញមកប៊ីនឹងបាញ់សម្លាប់វាឯតាក៏ប៉ុន្តែមានអ្នកណា Richie នឹងក៏ហាមឃាត់ទាន់អត់ឲ្យសម្លាប់មនុស្សប្តីផ្ដាស់នោះទេតែពេលណាយើងសម្លាប់ player ផ្លេផ្ដាស់អញ្ចឹងទៅឈ្មោះរបស់យើងនឹងមានក្បាលខ្មោចនៅពីលើនឹងតែម្ដងហើយវាអាក្រក់មើលខ្លាំងមែនទែនអត់មានអ្នកគេចង់បានអញ្ចឹងទេអញ្ចឹងទៅក៏គួរតែកុំសម្លាប់ player អី Richie ដែលដឹងថាបរិះក្បាលសัตว์ហ្នឹងកំពុងតែត្រូវពឹសរបស់អាសត្វពស់ហ្នឹងហើយចឹងទៅខ្លួនក៏ប្រាប់ថារត់ទៅកន្លែងអគារពណ៌សចូលទៅដេកលើគ្រែហ្នឹងទៅដើម្បីឲ្យគាត់មានជីវិតរស់ហើយសានរ៉ាគឺនៅពេលដែលមានអ្នកប្រាប់អញ្ចឹងទៅគាត់ក៏អរគុណគេខ្លាំងយកទៅមែនទែននិងរត់សម្ដៅទៅកាន់អគារពណ៌សហ្នឹងយ៉ាងលឿនខ្មាញ់តែម្ដងចូលទៅដល់ក្នុងក៏ប្រកែកគ្នាជាមួយនឹង receptionist ដែលសារតែនិយាយនឹងបោបាច់តប៉ែលោតច្រើនពេកខ្លួននឹងចិត្តងាប់ផងក៏សម្លុតនាងនឹងឲ្យនិយាយលឿនមកតមកនេះក៏បានប្រាប់ឲ្យទៅកាន់បន្ទប់102ទៅខ្លួនក៏រត់ទៅកាន់បន្ទប់102ឡើងទៅដេកលើគ្រែឡើងលឿនខ្មាញ់តែម្ដងហើយខ្លួននឹងខំតែសប្បាយចិត្តនៅពេលដែល save game បាននឹងនៅរស់តែមានណាឡើយតែសប្បាយចិត្តចោះឡើងឈាមដែលនៅសល់មួយនឹងក៏បានធ្លាក់ដល់0ហើយខ្លួនក៏បានសន្លប់នឹងចេញពី game បានពេលស្បតែងាប់នៅកន្លែងហ្នឹងមែនក៏ប៉ុន្តែមិនអីទេដោយសារតែ game ហ្នឹងបាន save រួចរាល់ហើយ item ផ្សេងៗដែលខ្លួនទទួលបានហ្នឹងវាអត់បាត់ទៅណាទេហើយសានរ៉ាគឺក៏នឹកឃើញទៅកាន់បរិសម្នាក់ដែលប្រាប់ទិសដៅឲ្យគេរត់ទៅកាន់អគារពណ៌សនឹងផងដែរចាំមើលលើក្រោយជួបគ្នាជាមួយនឹងគេនឹងអរគុណឲ្យត្រឹមត្រូវម្ដងមើលនឹងស្ងាយសរសើរទៅកាន់ game មួយនេះថាវាសប្បាយលេងអីចឹងទៅបន្ទាប់មកសានរ៉ាគឺក៏បានចូលទៅ game ជាលើកទី2ដែលនៅក្នុងទីក្រុងទី2ហ្នឹងក៏គាត់មានអារម្មណ៍ថាពិតជាប្លែកភ្នែកខ្លាំងមែនទែនដោយសារតែទីក្រុងទី1ហ្នឹងគាត់មិនដែលបានចូលដល់អញ្ចឹងទៅវាថ្មីបដ ாய் ដែលចោះដើរឡើងក៏មានអ្នកផ្សេងហ្នឹងសាច់ច្រមុះខ្លួនខ្លាំងពេកនៅពេលដែលឃើញខ្លួនអាក្រាតកាយពាក់កណ្ដាលខ្លួននិងពាក់ក្បាលសត្វអីចឹងទៅក៏គិតថាគួរតែចូលទៅកាន់ហាងមួយទិញអាវក្រោះឬក៏សម្លៀកបំពាក់អីពាក់សិនទៅសម្លៀកបំពាក់មួយហ្នឹងក៏មានដោយមកមួកមួយដែរក៏ប៉ុន្តែមួកហ្នឹងវាអាក្រក់មើលខ្លាំងពេកក៏សម្រេចចិត្តថានៅតែពាក់ក្បាលសត្វចឹងទៅដែរទៅហើយក៏ចូលទៅកាន់ហាងមួយទៀតដើម្បីលក់អាវុធនិងទិញអាវុធអីចឹងណាលក់អាវុធបន្ថែមរបស់ Goblin ហ្នឹងក៏គ្មានវិណាគេទិញទេដោយសារតែអាវុធហ្នឹងគឺវាការខ្លាំងពេកចឹងទៅខ្លួនក៏សួរទៅកាន់ម្ចាស់ហាងថាមានអាវុធណាដែលឲ្យគាត់មើលបានអត់គាត់ចង់រកទិញមួយពីរមើល item នៅក្នុងហាងហ្នឹងក៏គ្មានឃើញថាដូចជាអាវុធណាដែលវាកម្រឬក៏អស្ចារ្យជាងអាវុធ Vipal Chopper របស់ខ្លួនផងដែលចេះទៅម្ចាស់ហាងក៏ប្រាប់ថា Vipal Chopper ហ្នឹងគឺជាអាវុធដ៏កម្រជាងគេបើសិនជាចង់បានអាវុធ unique ឬក៏កម្រអីណាមួយក៏គួរតែទៅរក material អីឲ្យគាត់មកចាំគាត់ជាអ្នកធ្វើអាវុធឲ្យអញ្ចឹងទៅសានរ៉ាគឺក៏បានទៅកាន់ទីតាំងមួយដែលមានឈ្មោះថា Diamas West ដែលទីតាំងមួយហ្នឹងគឺជាទីតាំងភក់មួយកន្លែងមានថ្មមានភ្នំអីចឹងទៅគាត់ថ្មនៅកន្លែងហ្នឹងដើម្បីរកមើលរ៉ែអីផ្សេងឲ្យពូម្ចាស់ហាងធ្វើអាវុធឲ្យគាត់ថ្មរករ៉ែឡើង20នាទីជាងហើយក៏ប៉ុន្តែរកបានតែ2ដុំដល់រកបាន5ដុំដល់បានអាវុធបានតែចឹងទៅមិនដឹងថាចំណាយពេលប្រហែលទៀតដើម្បីគាត់ឲ្យបានគ្រប់5ដុំទេខណៈពេលហ្នឹងក៏ស្រាប់តែមានកង្កែបមួយឡើងប៉ុណ្ណាណីមកលោតលេងកន្លែងហ្នឹងលេងភក់លេងអីធ្វើឲ្យប្រឡាក់ខ្លួនរបស់សានរ៉ាគឺខ្ទេចសានរ៉ាគឺមួមកខ្លាំងពេកក៏បានយកអាប្រដាប់ដែលកំពុងតែកោះរ៉ែហ្នឹងគប់ទៅកាន់អាកង្កែបមួយហ្នឹងឲ្យវាផ្ងាជើងទៅចង់ថាសម្រាប់អាកង្កែបហ្នឹងដើម្បីយក item ឬក៏ level អីឯតាក៏ចាប់ផ្ដើមដកអាញួររបស់ Goblin ហ្នឹងយកមកប្រើប្រាស់មកទៅដោយសារតែអាញួរហ្នឹងវាការខ្លាំងពេកដើរឡើងមកសន្ទុះនៅតែដើរមិនទាន់ដល់មួម៉ៅក្តៅក្រហាយបដ ாய் ទីតាំងនៅកន្លែងហ្នឹងវាគឺជាភក់ដែលចេះទៅ player ដែលដើរចូលទៅក្នុងភក់ហ្នឹងវាមិនងាយដើរចេញស្រួលៗនោះទេត្រូវក៏ចំណាយពេលនិងកម្លាំងរៀងច្រើនតិចក៏ប៉ុន្តែដោយចិត្តខឹងខ្លាំងពេកក៏នៅតែបន្តដើរទៅកន្លែងកែបហ្នឹងមួយទៅដើរទៅដល់ក៏បានដាក់ម៉ាបថៅធ្វើឲ្យកែបហ្នឹងងាប់និងទទួលបានស្បែកកង្កែបយកមកទុកធ្វើជា item អីចឹងទៅបន្ទាប់មកក៏បន្តចំណាយពេលកោះរ៉ែកោះថ្មអីហ្នឹងដល់ទៅរយៈពេល3ម៉ោងហើយក៏បានយកថ្មជាច្រើនហ្នឹងឲ្យទៅកាន់ពូម្ចាស់ហាងជួយធ្វើអាវុធឲ្យពូម្ចាស់ហាងឆែកមើលថ្មឃើញថាមានថ្មពណ៌បៃតងនេះមួយគាត់នឹងស្ងាយសរសើរខ្លាំងមែនទែនដោយសារតែ item មួយហ្នឹងវាកម្រខ្លាំងណាស់ទៅកាន់សាររគឺថាថ្មពណ៌បៃតងមួយហ្នឹងអាចប្រើប្រាស់ធ្វើជាអាវុធអីបង្ហាញអាវុធហ្នឹងទៅកាន់សាររគឺហើយសាររគឺចាប់អារម្មណ៍បដ ாய் ប្រាប់ថាឲ្យយកអាវុធមួយហ្នឹងមកអញ្ចឹងមួយសន្ទុះក្រោយមកអាវុធមួយហ្នឹងក៏បានធ្វើឲ្យដែលមានឈ្មោះថា Mass Dagger ហើយអាវុធមួយហ្នឹងក៏ស្អាតខ្លាំងមែនទែនសាររគឺហ្នឹងគឺសែនពេញចិត្តបន្ទាប់មកលោកពូម្ចាស់ហាងហ្នឹងក៏បានប្រាប់ថាប្រមូល
material ឲ្យបានច្រើនមកគឺអាចបង្កើតអាវុធថ្មីនិង upgrade អាវុធរបស់ឯងនឹងឲ្យកាន់តែខ្លាំងជាងមុន Sanraku នៅពេលដែលដឹងថាអាច upgrade អាវុធឲ្យខ្លាំងជាងមុនអញ្ចឹងគាត់ក៏ភ្ញាក់ផ្អើលខ្លាំងដែរដោយសារតែគាត់នឹងមិនដែលដឹងនឹងសរសើរទៅកាន់ក្រុមហ៊ុន game ថាពូនេះមិនដឹងជា AI ស្អីទេនិយាយប្រកែខ្លាំងទៅមែនតែនអត់ដឹងថាជាមនុស្សពិតឬក៏ខ្លាំងខ្លាយសោះមុននឹងចេញក្រានហ្នឹងដោយសារតែមេចិត្តប្រឡប់អីដែរហើយលោកពូម្នាក់ហ្នឹងក៏ប្រាប់ផងដែរថាអាក្រោះអាវអីហ្នឹងដោះទុកឲ្យស្រួលបួលទៅប្រយ័ត្នតែពួក monster ឬក៏សត្វអីផ្សេងៗហ្នឹងវាយទៅដើមប្លន់យកអស់ហើយចេញមកក្រៅហាងគាត់ក៏និយាយថាជ័យយកបដ ដោយសារតែគាត់នឹងចង់ជួបអាពួកសត្វអស់ហ្នឹងយូរហើយដើម្បីឲ្យ level របស់គាត់នឹងឡើងកាន់តែលឿនហើយឥឡូវហ្នឹងគឺគាត់ដឹងថាធ្វើម៉េចហើយដើម្បីជួបពួកវាងាកមកមើលតួអង្គស្រីរបស់យើងដែលកំពុងតែស្លៀកពាក់ឈុត armor ឡើងពេញហ្នឹងក៏បានមកដល់ទីតាំងដែលស្ពានមានពស់អីហ្នឹងហើយគាត់នឹងក៏ឆ្ងល់ខ្លាំងមែនតើថាមិនបានតួអង្គប្រុសរបស់យើងហ្នឹងអត់ចូលទៅកាន់ទីក្រុងទី1អញ្ចឹងបែបជាមានករណីពិសេសអីមួយអាចកម្ចាត់ពស់ហ្នឹងបានហើយនឹងចូលទៅកាន់ទីក្រុងទី2ដែលឈ្មោះថា Sekandal ហ្នឹងហើយមើលទៅងាកមកមើល Sanraku ណាវិញគាត់ក៏កំពុងតែ farming វាយគ្នាជាមួយសត្វអីឡើងពេញហ្នឹងមេឃឡើងអាងឹតអស់ហើយគាត់នឹងកំពុងតែវាយគ្នាជាមួយនឹង Goblin នេះមួយវានឹងមានសមត្ថភាពខ្លាំងមែនទែនវាយអត់ឈ្នះចាញ់សោះមួយថ្ងៃហើយបើប្រៀបធៀបជាមួយនឹង Goblin ដែលគាត់បានជួបនៅព្រៃហ្នឹងគឺសមត្ថភាពខុសគ្នាដាច់តែម្ដងហើយអាមួយនេះវាមិនធំតែវាយខ្លាំងនោះទេវាថែមទាំងមានល្បិចខ្ពស់ទៀតហៅគ្នារបស់វាមកដល់ទៅ 5-6 នាក់វាយសម្រុកជាមួយនឹង Sanraku តែម្ដង Sanraku រករត់ហើយតាក៏ប៉ុន្តែគេក៏មានកំណត់មួយទៀតថាចំរត់មិនកើតខ្លួនរកមើលអាហ្គេមបបាអញ្ចឹងយូរហើយតាដល់ពេលដែលឥឡូវកំពុងតែប៉ះដៃគូខ្លាំងមិនក៏មិនវាយពួកហ្នឹងឲ្យណាណៃម្ដងមើលរៀបនឹងវាយប៉ះគ្នាប្រឈមមុខគ្នាទៅមកហើយស្រាប់តែខ្លួនប្រាណរបស់អាសត្វ Goblin អស់ហ្នឹងក៏បានរលារលត់អស់លេងគឺដោយសារតែ energy របស់សត្វបិសាចមួយដែលទើបតែនឹងចេញមក Sanraku គាត់តែឃើញបិសាចហ្នឹងហើយគឺព្រឺសបល់យកតែមែនតែនឈ្មោះបិសាចហ្នឹងគឺជាពពួក Unique Monster ហើយអាមួយនេះគឺមានឈ្មោះថា Lycagon the Night Slayer ហើយងាកមកមើលខាង CPU របស់ក្រុមហ៊ុនអានេះវិញក៏ចាប់ផ្ដើមបង្កើតកូដថ្មីខ្សែសាច់រឿងថ្មីចេញមកតែម្ដងដោយសារតែ Unique Monster នេះ player ផ្សេងលេងមិនដែលប៉ះនោះទេមានតែតួអង្គឯរបស់យើងហ្នឹងឯងដែលជួប Unique Monster មុនដំបូងគេតែម្ដងហ្នឹងហើយអ្នកនរគ្នាអត់មានក៏សូមសម្រាប់នៅធំនឹងសិនបើសិនជារឿងនេះល្អមើលឬក៏មិនល្អមើលយ៉ាងម៉េចអ្នកនរគ្នាជួយ comment ឲ្យ admin ដឹងនៅផ្នែកខាងក្រោមផងជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ